នេះទើបជាការរស់នៅលើកោះដាច់ស្រយាលពិតប្រាកដមនុស្សម្នាក់ត្រូវជាប់ប្រកាន់នៅលើកោះដ៏ស្ងាត់ជ្រងគ្មានមនុស្សរស់នៅមានភ្លើងគ្មានទឹកគ្មានអាហារពឹងផ្អែកតែលើឧបករណ៍រស់រានសាមញ្ញគ្មានអាហារសមុទ្រដ៏ហឺហាឡើយស្រែកទឹកមានតែទឹកដូងផឹកប៉ុណ្ណោះខ្ចីសមុទ្រតូចតាមផ្ទាំងថ្មគឺជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃបំផុតទៅហើយតើអ្នកចង់សាកល្បងរស់នៅលើកោះដាច់ស្រយាលបែបនេះទេលើកនេះតៃច្រាំងត្រូវជាប់កាំងនៅលើកោះតំបន់ក្តៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិកនៅលើកោះមានចំការដូងយ៉ាងធំល្វឹងល្វើយគាត់កាន់កាំបិតរស់រានមានជីវិតដើរតាមឆ្នេរដើម្បីរកទីតាំងសមរម្យធ្វើជាកន្លែងចុងក្រោយគាត់រកឃើញឆ្នេរតូចមួយដែលមានដីទំនេររាបស្មើនៅក្នុងកាតាបមានឆ្នាំងខ្ទះមួយចំនួននិងសម្ភារៈសម្រាប់រស់រានមានជីវិតបន្ទាប់មកតៃច្រាំងនឹងព្យាយាមរស់នៅលើកោះនេះមនុស្សជាច្រើនប្រហែលជាគិតដល់ការមុជទឹកដើម្បីចាប់អាហារសមុទ្រប៉ុន្តែតៃច្រាំងបែរជារៀបចំកន្លែងបោះពីថាបុរសមានចិត្តចង់ធ្វើការធំប៉ុន្តែនៅទីណាក៏ដោយដំបូងត្រូវមានកន្លែងសម្រាប់មួយឲ្យបានលំនឹងសិនបន្ទាប់ពីដំឡើងតង់រួចរាល់តៃច្រាំងឃើញប្រអប់ឈើមួយនៅលើឆ្នេរមិនដឹងថាវាត្រូវរលកបក់មកពីណាទេប៉ុន្តែគាត់នៅតែចាត់ទុកវាជាកំណត់ហើយយកមកវិញតៃច្រាំងឃើញដាំដូងមួយនៅមាត់ឆ្នេរដាំដូងនេះមានកម្ពស់ត្រឹមតែ2ទៅ3ម៉ែត្រប៉ុណ្ណោះគាត់ក៏ឡើងទៅភ្លាមគាត់បេះបានដូងមួយផ្លែប៉ុន្តែពេលកាប់ដូងនោះគាត់ឃើញថាខាងក្នុងគ្មានទឹកតតែសោះគួរឲ្យភ្ញាក់ផ្អើលណាស់មើលពីខាងក្រៅនៅស្រស់ណាស់តែខាងក្នុងបែរជាស្ងួតខូចអស់ទៅវិញមិនបានផឹកទឹកដូងហើយថែមទាំងខាត់កម្លាំងទេទៀតតៃច្រាំងដើររកតាមឆ្នេរបន្តនៅលើឆ្នេរមានសម្រាមជាច្រើនដែលរលកបក់មកគាត់រើសបានដើមឫស្សីមួយដើមឫស្សីនេះអាចយកមកបង្កាត់ភ្លើងបានប៉ុន្តែការបង្កាត់ភ្លើងគឺហត់ណាស់ដំបូងត្រូវបេះដូងពីរបីផ្លែដើម្បីបំពេញថាមពលសិនប្រវែងដើមឫស្សីល្មមឈោងដល់ផ្លែដូងនៅលើខ្ពស់តៃច្រាំងបេះបានពីរបីផ្លែយ៉ាងងាយស្រួលលើកនេះសំណាងមិនលេងសើចជាមួយគាត់ទៀតទេខាងក្នុងផ្លែដូងស្រស់ទាំងនោះគឺជាទឹកដូងដ៏ផ្អែមត្រជាក់តៃច្រាំងផឹកមួយដង្ហើមយ៉ាងស្រឡះខ្លួនមិនបាច់បារម្ភថាផឹកទឹកដូងច្រើននាំឲ្យរាគរូសនោះទេព្រោះការខ្វះទឹកមានគ្រោះថ្នាក់ជាងឆ្ងាយណាស់ពេលរស់នៅក្នុងព្រៃដាច់ស្រយាលដំបូងត្រូវគិតពីការរស់រានមានជីវិតសិនបន្ទាប់មកទើបគិតពីការរស់នៅឲ្យបានល្អជាងនេះថ្ងៃនេះបេះបានដូងច្រើនគួរសមដូច្នេះក្នុងរយៈពេលខ្លីនេះមិនបាច់បារម្ភរឿងទឹកស្អាតនិងអាហារឡើយព្រោះទឹកដូងជួយបំបត្តិការស្រេកចំណែកសាច់ដូងផ្ដល់ជាតិកាបូអ៊ីដ្រាតដើម្បីឲ្យឆ្អែតពោះតៃច្រាំងកាប់ដូងជាពីរសាច់ដូងពណ៌ខាងក្នុងនៅខ្ជិលល្មមនិងងាយស្រួលញ៉ាំណាស់បន្ទាប់ពីមានកម្លាំងបន្តិចហើយភារកិច្ចសំខាន់បំផុតបន្ទាប់គឺបង្កាត់ភ្លើងនៅលើកោះមានសម្បកដូងស្ងួតជាច្រើនតែអាចយកធ្វើជាបុយតុងបង្កាត់ភ្លើងតៃច្រាំងប្រមូលមួយចំនួនយកមកជំរុំធនធាននៅលើកោះមានកម្រិតណាស់បើគ្មានដែកកេះទេឫស្សីជាសម្ភារៈបង្កាត់ភ្លើងដ៏ល្អបំផុតតៃច្រាំងប្រើកាំបិតកោះលើដងឫស្សីគោលបំណងគឺបង្កើតកំទេចឫស្សីស្ងួតធ្វើជាចំណុចឆេះគាត់ពុះឫស្សីរួចប្រើកាំបិតចោះរុនមួយលើកោះឫស្សីគាត់ញាត់ចំណុចឆេះចូលកណ្ដាលមើលតែដឹងភ្លាមថាគាត់ចង់សាកល្បងវិធីអាឫស្សីយកភ្លើងតៃច្រាំងជីក្រូនមួយនៅលើខ្សាច់រួចហែកសរសៃសម្បកដូងស្ងួតក្រោយពីរៀបចំគ្រប់យ៉ាងរួចរាល់ដល់ពេលចាប់ផ្ដើមបង្កាត់ភ្លើងហើយតៃច្រាំងពន្យល់ប្រាប់កាមេរ៉ាពីគោលការណ៍នៃវិធីសាស្ត្រនេះមានចន្លោះប្រហោងមួយនៅលើដងឫស្សីចំណុចឆេះត្រូវបានញាត់នៅកណ្ដាលការកិតល្បឿនលឿននិងបង្កើតជាកំទេចរឹកភ្លើងតូចធ្លាក់ទៅលើសរសៃសម្បកដូងតាមរយៈការដុសខាត់បង្កើនកម្ដៅជាបន្តបន្ទាប់សរសៃសម្បកដូងនឹងឆេះឡើងហើយបង្កាត់ភ្លើងបានសម្រេចប្រឹងឡើងខ្ញុំបានធ្វើរឿងនេះយូរហើយប្រឹងឡើងវិធីបង្កាត់ភ្លើងបែបបុរាណនេះហត់នឿយខ្លាំងណាស់ល្អបំផុតគួរញ៉ាំឲ្យឆ្អែតមុននឹងសាកល្បងបង្កាត់ភ្លើងបើមិនដូច្នោះទេនឹងងាយអស់កម្លាំងល្វើយក្រោយពេលខំប្រឹងមួយសន្ទុះតៃច្រាំងឃើញថាកំទេចរឹកភ្លើងទទួលបានមានតិចតួចណាស់ប្រហែលជាដោយសាររនចំហធំពេកគាត់ដូរដុំឫស្សីមួយទៀតហើយហែកសម្បកដូងឲ្យកាន់តែម៉ត់ថែមទៀតក្រោយពីរៀបចំឧបករណ៍បង្កាត់ភ្លើងឡើងវិញទាំងអស់តៃច្រាំងកាប់ដូងមួយផ្លែថែមទៀតការបង្កាត់ភ្លើងអំបញ្ញមិញបានស៊ីកម្លាំងគាត់អស់ច្រើនណាស់បន្ទាប់ពីញ៉ាំឆ្អែតបំពង់ក៏ហើយតៃច្រាំងបន្តព្យាយាមបង្កាត់ភ្លើងទៀតលើកនេះទីបំផុតក៏បានសម្រេចមូលហេតុដែលបរាជ័យលើកដំបូងពិតជាមកពីរុននៅលើដងឫស្សីធំពេកមិនអាចរក្សាកំទេចភ្លើងបានល្អក្រោយពេលដូរមកប្រើដុំឫស្សីដែលមានរុនទោះជាងតៃច្រាំងបង្កាត់ភ្លើងបានសម្រេចយ៉ាងងាយនៅលើកោះដាច់ស្រយាលការបង្កាត់ភ្លើងបានមានន័យថាគាត់ទទួលបានជោគជ័យពាក់កណ្ដាលទៅហើយឥឡូវនេះទោះបីមិនបាច់បារម្ភរឿងទឹកស្អាតប៉ុន្តែអាហារទើបជាគន្លឹះដើម្បីរស់នៅលើកោះដូចនេះតៃច្រាំងនៅតែត្រូវខំប្រឹងរកអាហារបន្ថែមប៉ុន្តែចំពេលដែលគាត់បំរុងប្រើស្នាដើម្បីបបាញ់មេឃបែរជាលេងសើចជាមួយគាត់ម្ដងទៀតស្នានោះចាស់ខ្លាំងណាស់ទៅហើយដល់ពេលសំខាន់ខ្សែស្នាបែរជាដាច់បាត់សំណាងល្អដែលមិនមានគ្រោះថ្នាក់អ្វីតៃច្រាំងចង់ខ្សែស្នាឡើងវិញរួចត្រឡប់ទៅមាត់សមុទ្រដើម្បីបបាញ់បន្តប៉ុន្តែទើបតែបាញ់បានមួយគ្រាប់ខ្សែស្នាក៏ដាច់ជាលើកទី2តៃច្រាំងមានតែបង្ខំចិត្តចង់វាឡើងវិញម្ដងទៀតទោះបីថ្ងៃនេះជួបឧបសគ្គច្រើនប៉ុន្តែគាត់នៅតែទទួលបានផលខ្លះដែរតៃច្រាំងបាញ់បានត្រីមួយក្បាលគាត់យកត្រីមកជំរងហើយឃើញសត្វពីងពីងមួយនៅលើតង់វាជាប្រភេទពីងពីងព្រៃទោះវាមិនមានពីសាហាវដូចពីងពីងមេម៉ាយខ្មៅប៉ុន្តែបើមិនដេញវាចេញទេយប់ឡើងច្បាស់ជាឥឡូវនៅល្ងាចល្មមមិនទាន់ដល់ម៉ោងបាយល្ងាចទេ
តែច្រាំងកប់ត្រីនោះក្នុងខ្សាច់សិនរួចធ្វើកិច្ចការប្រចាំថ្ងៃខ្លះដើម្បីសម្រាប់ពេលវេលាអាកាសធាតុនៅលើកោះក្តៅខ្លាំងណាស់ស្ទើរតែរៀងរាល់2ម៉ោងម្ដងគាត់ត្រូវផឹកទឹកដូងអស់មួយផ្លែរាល់ពេលកាប់ដូងសុទ្ធតែហត់នឿយខ្លាំងតែច្រាំងបកសម្បកដូងនេះផ្លែដូងនេះរាងចាស់បន្តិចប៉ុន្តែសាច់ដូងក្រាស់ណាស់យកធ្វើជាអាហារពេលល្ងាចគឺល្អណាស់តែច្រាំងឃើញថាទឹកសមុទ្រកំពុងតែឡើងទឹកសមុទ្រលិចឆ្នេរបន្តិចម្ដងក្រោយព្រះអាទិត្យលិចតែច្រាំងចាប់ផ្ដើមរៀបចំអាហារពេលល្ងាចគាត់ដាក់ត្រីផ្ទាល់នៅលើរងើភ្លើងដើម្បីអាំងសង្ឃឹមថាត្រីនឹងឆ្អិនមុនពេលទឹកសមុទ្រលិចអាហារពេលល្ងាចថ្ងៃនេះមិនហឺហាតតែសោះប៉ុន្តែត្រី2-3ដុំក៏ល្មមជួយសម្រាប់ឃ្លានពេញមួយថ្ងៃរបស់គាត់ដែរក្រោយបាយរួចគាត់គេងរហូតដល់ម៉ោង 2 យប់ទើបភ្ញាក់មូសខាំធ្វើឲ្យគាត់ដេកមិនលក់គាត់យកសម្បកដូងគ្រប់លើភ្នក់ភ្លើងព្យាយាមបង្កើតផ្សែងក្រាស់ព្រឹកព្រលឹមថ្ងៃបន្ទាប់តែច្រាំងកាប់ដូងមួយផ្លែធ្វើជាអាហារពេលព្រឹកត្រីតូចកាលពីម្សិលមិញមិនធ្វើឲ្យឆ្អែតតតែសោះបើថ្ងៃនេះនៅតែរកអាហារមិនបានគ្រប់គ្រាន់ទេគាត់អាចនឹងដាច់ពោះស្លាប់នៅលើកោះនេះមិនខានតែច្រាំងស្ពីកាតាបដារករគាត់ឃើញមានអុសស្ងួតជាច្រើនតាមឆ្នេរក៏រើសមួយចំនួនយកមកតាមខ្លួនពេលព្រះអាទិត្យឡើងខ្ពស់តែច្រាំងកាន់ស្នាចុះទឹកបាញ់ត្រីនៅតំបន់ថ្មពណ៌ព្រះទឹកមានត្រីសមុទ្រច្រើនណាស់ត្រីច្រើនមែនតែជំនាញបាញ់ព្រួញរបស់គាត់អន់បន្តិចបាញ់ជាង10ដងចុកគ្នាទើបត្រូវត្រីតូចមួយក្បាលមើលទៅតែបន្តប្រឹងប្រែងទៀតហើយក្រោយពីខំប្រឹងអស់ជាច្រើនម៉ោងតែច្រាំងចុងក្រោយបានត្រឡប់មកវិញជាមួយផលពេញដៃឡើងលើកុកភ្លៀងគាត់ប្រមូលស្លឹកឈើធំពីរបីធៀងថ្ងៃនេះគាត់ចង់ដូររសជាតិម្ដងតែច្រាំងប្រាស្លឹកឈើខ្ចប់ត្រីទាំងនោះគាត់ចង់ចម្អិនត្រីតាមវិធីបែបបុរាណការធ្វើបែបនេះមិនត្រឹមតែរក្សាសារធាតុចិញ្ចឹមទាំងស្រុងថែមទាំងមានរសជាតិឆ្ងាញ់និងផ្ដល់សុខភាពល្អទៀតផងមុនពេលធ្វើម្ហូបល្ងាចគាត់នៅតែត្រូវកប់ត្រីក្នុងខ្សាច់ដើម្បីរក្សាភាពស្រស់មិននឹកស្មានថាសម្រាប់មួយសន្ទុះសោះទឹកសមុទ្រចាប់ផ្ដើមឡើងមកទៀតហើយតែច្រាំងកាយខ្សាច់រកត្រីធ្វើម្ហូបល្ងាចគាត់ស្ទើរតែគិតថាត្រីត្រូវរលកគួចទៅបាត់ទៅហើយធ្វើឲ្យគាត់ភ័យមួយភាំងក្រោយពេលធ្វើត្រីរួចរាល់តែច្រាំងសម្រេចចិត្តយកត្រីទៅអាំងដដែលព្រោះទោះជាយ៉ាងណាត្រីអាំងគឺជាមុខម្ហូបស្តង់ដារសម្រាប់ពេលល្ងាចលើកោះដាច់ស្រយាលគាត់យកស្លឹកឈើគ្រប់ពីលើធ្វើបែបនេះត្រីនឹងឆ្អិនស្មើគ្នាកំឡុងពេលរងចាំត្រីឆ្អិនតែច្រាំងកាប់ដូងមួយផ្លែដើម្បីក្រេបរសជាតិអាហារពេលល្ងាចថ្ងៃនេះសម្បូរបែបណាស់មានត្រីអាំង5ក្បាលនិងដូងមួយផ្លែដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនឯងចុងក្រោយគាត់មិនបាច់ចូលគេងទាំងពោះទេឡើយរវល់ពេញមួយថ្ងៃពោះរបស់គាត់បានក្រហមរកអាហារយូរមកហើយឆ្អឹងច្រើនណាស់ត្រីនេះមានតែឆ្អឹងញ៉ាំជាមួយសាច់ដូងបន្តិចក្រោយញ៉ាំរួចមុនពេលគេងគាត់បានលុបភ្នក់ភ្លើងឲ្យចិត្តផ្សែងក្រាស់អាចជួយដេញមូសបានព្រឹកព្រលឹមថ្ងៃទី3តែច្រាំងសម្រេចចិត្តដូរកន្លែងរស់នៅបន្តកោះនេះធំណាស់គាត់ចង់បន្តទៅរុករកតំបន់ផ្សេងទៀតតែច្រាំងបន្តដើរតាមឆ្នេរសមុទ្រនៅលើកោះនេះពិតជាខ្សត់ខ្សោយខ្លាំងណាស់ដើរអស់រាប់ម៉ោងទើបសម្របសម្រួលរកបានកន្លែងមួយសមរម្យគាត់បានកាប់ធាងដូងខ្លះហើយគ្រោងនឹងធ្វើជំរកស្នាក់នៅទីនេះគាត់រៀបចំដីឲ្យរាបស្មើលើដីរួចចាប់ផ្ដើមធ្វើជំរកលើកោះដាច់ស្រយាលដរាបណាគ្មានភ្លៀងធ្លាក់ជំរកនេះអាចធ្វើឡើងសាមញ្ញបំផុតបានត្រឹមតែមួយផ្លែតប៉ុណ្ណោះតែច្រាំងធ្វើជំរកសាមញ្ញមួយរួចរាល់ទោះបីជានៅលើកោះមានដាំដូងច្រើនក៏ដោយប៉ុន្តែច្រាំងនៅតែចង់ប្រកាសកំប្រឹងដើម្បីស្វែងរកទឹកសាបខ្លះគាត់ជីករ៉ូនមួយនៅលើដីសាកល្បងយកទឹកសាបតាមវិធីជ្រាបទឹកពេលរ៉ូនកាន់តែជ្រៅស្រទាប់ដីដែលកាយឡើងចាប់ផ្ដើមសើមក្រោយរងចាំ 2-3 នាទីចុងក្រោយក៏ឃើញទឹកចាប់ផ្ដើមជ្រាបចេញក្នុងរ៉ូននោះជាសញ្ញាដ៏ល្អមួយគ្រាន់តែរងចាំឲ្យយូរល្មមបរិមាណទឹកប្រមូលបាននឹងកាន់តែច្រើនឡើងបច្ចុប្បន្នទឹកមើលទៅស្អាតគួរសមតាមឲ្យពុះហើយផឹកក៏មិនអីដែរប៉ុន្តែមុនពេលទទួលបានប្រភពទឹកសាបតែច្រាំងនៅតែត្រូវពឹងលើដូងដើម្បីបំពេញជាតិទឹកដើម្បីឆាប់បានទឹកផឹកគាត់បន្តជីករ៉ុនឲ្យជ្រៅថែមឥឡូវគ្រាន់តែអត់ធ្មត់រងចាំទឹកជ្រាបចេញតាមមាត់ឆ្នេរតែច្រាំងបេះដូងពីរបីផ្លែទុកប្រាប់រលប់ដូងមកជំរុំវិញទឹកដូងនៅតែជាភេសជ្ជៈដ៏ល្អបំផុតលើកោះដាច់ស្រយាលក្រោយពេលផឹកទឹកដូងរួចក៏អាចញ៉ាំសាច់ដូងខាងក្នុងបានទៀតពេលជាប់នៅលើកោះបើញ៉ាំតែដូងមួយមុខគឺមិនអាចរស់បានឡើយតែច្រាំងយកសន្ទូចចេញមកត្រៀមស្ទូចត្រីមានតែប្រូតេអ៊ីនទេទើបជួយមនុស្សរក្សាជីវិតបានព្រះអាទិត្យជិតលិចហើយអាហារពេលល្ងាចថ្ងៃនេះនៅមិនទាន់មានអ្វីសោះជាពេលដែលទឹកសមុទ្រស្រកចុះទៅវិញឃើញមានផ្ទាំងថ្មជាច្រើនលេចចេញមកតែច្រាំងក្រុងនឹងដើរតាមឆ្នេរសាកល្បងសំណាង
គាត់បានចិត្តឈើធ្វើជាលំពេងវែងមួយក្រោយមេឃងឹតគាត់កាន់លំពេងដារគ្រឿងសមុទ្រនៅលើឆ្នេរខ្សាច់ប៉ុន្តែពន្លឺភ្លើងបែរជាតាក់ទាញសត្វល្អិតជាច្រើននេះទៅជាទស្សនវិជ្ជាពិតប្រាកដនៃការរស់នៅលើកោះដាច់ស្រយាលពីទស្សនវិជ្ជាសមុទ្រដ៏ស្រស់ស្អាតនៅមានហ្វូងមូសនិងសត្វល្អិតដ៏គួរឲ្យទុញទ្រាន់តែចាំងកាន់លំពេងដារីរកត្រីខាងមុខស្រាប់តែលេចចេញកូនត្រីមានតូចមួយប៉ុន្តែដកច្រាំងមិនដាច់ចិត្តសម្លាប់វាឡើយសេចក្តីអាណិតធ្វើឲ្យយប់នេះគាត់ត្រូវត្រឡប់មកជំរុំវិញគាត់បានឃើញក្តាមចម្លែកជាច្រើនកំពុងលូតស៊ីសាច់ដូងដែលសប្រហែលជាត្រូវធ្វើស៊ុបក្តាមហឹរញ៉ាំយប់ជ្រៅបន្តិចក៏មិនអន់ដែរទោះបីជាពេលនេះឃ្លានខ្លាំងណាស់ប៉ុន្តែគាត់នៅតែជ្រើសរើសសម្រាប់ឲ្យបានលឿនថ្ងៃស្អែកនឹងបន្តស្វែងរករាត្រីនៅលើកោះរៀងត្រជាក់បន្តិចមុនពេលគេងល្អបំផុតគួរតែរៀបចំកន្លែងគេងធ្វើបែបនេះពេលសម្រាប់ទៅនឹងមានអារម្មណ៍ធូរស្រាលជាងមិនយូរប៉ុន្មានក្រោយពេលលងលក់គាត់ស្រាប់តែដឹងថាមានក្តាមមួយវាលើជើងរបស់ខ្លួនពិតជាយប់ដ៏លំបាកវេទនាមែនតែច្រាំងបានកាន់លំពេងលេចមុខនៅចំពោះមុខកាមេរ៉ាភាពស្រីឃ្លានធ្វើឲ្យគាត់មិនអាចគេងលក់រហូតដល់ភ្លឺឡើយតែច្រាំងបន្តកាន់លំពេងដើរស្វែងរកអាហារគេនិយាយថាបាក់សីភ្ញាក់ពីព្រលឹមនឹងចាប់បានអង្កូវប៉ុន្តែតែច្រាំងក្រោកពីព្រលឹមបែរជាមិនចាប់បានអ្វីសោះគេងយប់ជ្រៅធ្វើឲ្យខាតពេលព្រឹកក្រោកពីព្រលឹមធ្វើឲ្យហត់នឿយពេញមួយថ្ងៃកាលពីយប់មិញគាត់គេងបានតែប្រហែល3ម៉ោងប៉ុណ្ណោះឥឡូវនេះគាត់មួយគេងរហូតដល់ទ្រាំមិនបានឡើយប៉ុន្តែគាត់នៅតែត្រូវបន្តស៊ូព្រោះតែអាហារតែច្រាំងរើសក្តាមសម្បកខ្ចៅពីរបីក្បាលធ្វើជានុយគាត់កាន់ដងសន្ទូចទៅខាងក្រៅដើម្បីស្ទូចត្រីម្ដងទៀតក្នុងកំឡុងពេលស្ទូចត្រីតែច្រាំងឃើញខ្ចៅសត្វពីងសមុទ្រមួយក្បាលនៅក្រោមជើងប៉ុន្តែអ្វីដែលគាត់គិតមិនមែនយកវាមកញ៉ាំឡើយគឺចង់យកសាច់ខ្ចៅធ្វើជានុយស្ទូចត្រីមិននឹកស្មានថាសាច់ខ្ចៅត្រូវបានត្រីចូលចិត្តដល់ថ្នាក់នេះសោះតែច្រាំងស្ទូចបានត្រីតុកកែតូចមួយក្បាលយ៉ាងលឿនប្រញាប់ត្រឡប់ទៅហៅម៉ែមកពិនិត្យសុខភាពទៅណាមិននឹកស្មានថាមិនទាន់បាន1នាទីផងលក់បានត្រីតុកកែតូចមួយក្បាលទៀតហើយលើកនេះតែច្រាំងសម្រាប់ចិត្តមិនប្រឡែងវាទៀតទេគឺយកវាធ្វើជានុយដើម្បីបន្តស្ទូចត្រីទៀតពិតមែនហើយសុទ្ធតែជាត្រីដូចគ្នាប៉ុន្តែជោគវាសនាខុសគ្នាដាច់បន្ទាប់ពីដូរកូននុយរួចគាត់បានស្ទូចបានត្រីតូចមួយក្បាលបន្ថែមទៀតយ៉ាងលឿនត្រីប្រភេទតូចនេះប្រជាជនក្នុងតំបន់ចូលចិត្តញ៉ាំណាស់តែច្រាំងសម្រាប់ចិត្តរក្សាវាទុកភ្លាមនោះក៏មានត្រីតុកកែមួយក្បាលទៀតមកខាប់សន្ទូចត្រីតុកកែមួយក្បាលនេះមានទំហំធំល្មមដែរតែច្រាំងបារម្ភថាពិបាកនឹងស្ទូចបានត្រីធំជាងនេះទៀតណាស់គិតដល់រឿងពូដែលកំពុងតែធ្វើបាតុកម្មគាត់ក៏ញ៉ាត់ត្រីចូលទៅក្នុងហោប៉ៅខោភ្លាមត្រីទាំងឡាយដែលស្ទូចបាននៅក្នុងតំបន់ទឹកទឹកគឺសុទ្ធតែមានទំហំធំតែត្រីតូចច្រើនរួមបញ្ចូលគ្នាក៏ល្មមសម្រាប់មួយចម្អែតដែរតែច្រាំងទ្រាំមិនបានចង់ញ៉ាំអាហារពេលព្រឹកណាស់ទៅហើយបន្ទាប់ពីត្រឡប់មកជំរុំវិញគាត់ក៏បង្កាត់ភ្លើងភ្លាមនៅលើកោះមានធាងដូងស្ងួតជាច្រើនតែច្រាំងប្រមូលបានយ៉ាងច្រើនបន្ទាប់មកកាន់កែវទឹកដើរចូលទៅជ្រៅក្នុងកោះរុនដែលជីកាពីម្សិលមិញបានជ្រាបចេញទឹកសាបបានច្រើនគួរសមតែច្រាំងដួសមួយកែវប៉ុន្តែធំក្លិនរបស់វាគួរឲ្យពិបាកទ្រាំណាស់ទឹកប្រភេទនេះមិនអាចផឹកផ្ទាល់បានឡើយមេណាស់ដែលវាពិតជាទឹកសាបនៅលើកោះមានដូងច្រើនដូចនេះតែច្រាំងប្រកាសជាមិនចង់ផឹកទឹកដែលធំក្លិនស្អុយបែបនេះទេទឹកដូងនៅតែឆ្ងាញ់ជាងឆ្ងាញ់ណាស់បន្ទាប់ពីត្រឡប់មកជំរុំវិញគាត់ក៏កាប់ដូងមួយផ្លែទៀតបន្ទាប់ពីបំពេញកម្លាំងរួចរាល់តែច្រាំងចាប់ដើមរៀបចំអាហារពេលល្ងាចគាត់បានប្រមូលដុំថ្មជាច្រើននៅតាមមាត់ឆ្នេររួចជីក្រូនមួយនៅក្បែរកន្លែងចម្រោកដើម្បីបង្កាត់ភ្លើងនៅលើកោះឲ្យតែគ្មានភ្លៀងធ្លាក់គឺមានអុសស្ងួតច្រើនណាស់បន្ទាប់ពីបង្កាត់ភ្នក់ភ្លើងមួយរួចតែច្រាំងបានដាក់បន្ថែមអុសជាច្រើនចូលទៅពេលអុសចេះคล้ายជាធ្យូងរងើកគាត់បានយកត្រីដែលស្ទូចបាននៅថ្ងៃនេះចេញមកពិធីធ្វើត្រីទាំងនេះគឺសាមញ្ញខ្លាំងណាស់គ្រាន់តែធ្វើកាត់ក្បាលនិងវេះយកពោះវាចេញត្រីតូច3ក្បាលនេះមិនសូវមានសាច់ច្រើនទេប៉ុន្តែញ៉ាំជាមួយដូងមួយផ្លែក៏ល្មមឆ្អែតពោះដែរនៅពេលដែលរងើកភ្លើងបានរួចរាល់តែច្រាំងបានរៀបមែកឈើឲ្យស្មើគ្នាពីលើភ្នក់ភ្លើងបន្ទាប់មកដាក់ត្រីពីលើដើម្បីអាំងផ្សែងហើយគ្រូបស្លឹកឈើមួយសន្លឹកពីលើបន្ថែមទៀតពិធីនេះជួយរក្សាកម្ដៅសម្រាប់ត្រីបានល្អនិងធ្វើឲ្យត្រីឆាប់ឆ្អិនជាងមុននៅក្នុងកំឡុងពេលអាំងត្រូវតែឧស្សាហ៍ប្រែត្រីជាប្រចាំពេលនេះតែច្រាំងបានយកខ្ចៅសត្វពីងសមុទ្រមួយមកទៀតនៅលើកោះដាច់ស្រយាលនេះទោះបីជាទាញបានត្រីឆ្លាមមួយក្បាលមកក៏មិនចម្លែកដែរត្រីតូចចាប់ផ្ដើមជះក្លិនក្រអូបគួរឲ្យចង់ញ៉ាំតែប៉ុន្មាននាទីទៀតប៉ុណ្ណោះគឺអាចរីករាយជាមួយអាហារពេលល្ងាចបានហើយបន្ទាប់ពីញ៉ាំដូងអស់ពីរផ្លែតែច្រាំងនៅតែឃ្លានរកកចុកពោះគាត់បានយកត្រីអាំងទាំងនោះចេញមកអាហារពេលល្ងាចថ្ងៃនេះសម្បូរបែបគួរសមដែរសុទ្ធសឹងតែជារបស់មានគុណភាពល្អតែច្រាំងបានបកស្បែកត្រីចេញខាងក្នុងគឺជាសាច់ត្រីដ៏ទន់និងមានជាតិទឹកឆ្ងាញ់ណាស់ពិតជាត្រីឆ្ងាញ់មែនអូយហាហាហាត្រូវហើយបងប្អូនទាំងអស់គ្នាឆ្ងាញ់អស្ចារ្យណាស់មិនយូរប៉ុន្មានអាហារពេលល្ងាចត្រូវបានញ៉ាំអស់រលីងគាត់ផឹកទឹកដូងពីរបីក្អឹកបន្ថែមដើម្បីបំពេញជាតិទឹកពេលនេះព្រះអាទិត្យបានលិចបាត់ទៅហើយតែច្រាំងសម្រេចចិត្តថានឹងប្ដូរទីតាំងម្ដងទៀតនៅថ្ងៃស្អែកនៅទីនេះស្ទូចបានតែត្រីតូចកំពេចកំប៉ុកប៉ុណ្ណោះមិនមែនជាពិធីជប់លៀងអាហារសមុទ្រដែលគាត់ចង់បានឡើយព្រលឹមស្រងាត់ថ្ងៃទី5តែច្រាំងបានប្រមូលរៀបចំអីវ៉ាន់ត្រៀមទៅរុករកតំបន់ថ្មីមួយទៀតនៅលើកោះគាត់មានគម្រោងដើរកាត់កោះទៅកាន់ត្រើយម្ខាងទៀតបន្ទាប់ពីដើរអស់ជាច្រើនម៉ោងទិដ្ឋភាពនៅត្រើយម្ខាងទៀតនៃកោះគឺខុសប្លែកគ្នាស្រឡះតែច្រាំងដើរបណ្ដាសម្លឹងមើលរុករកបណ្ដាដើម្បីមើលថាតើអាចរកឃើញរបស់អ្វីដែលមានប្រយោជន៍ដែរឬទេគាត់រើសបានដូងមួយផ្លែពេលក្រឡុកទៅនៅតែសូពុះទឹកនៅខាងក្នុងតែច្រាំងក៏កាប់ដូងនោះចេញមកសរសៃសម្បកដូងគឺរឹងមាំខ្លាំងណាស់ចុងក្រោយគាត់កាប់យកបានតែចំណែកស្នូទំហំប៉ុនកណ្ដាប់ដៃប៉ុណ្ណោះសំណាងល្អណាស់ដែលខាងក្នុងនៅសល់ទឹកដូងច្រើនគួរសមបន្ទាប់ពីផឹកទឹកដូងអស់រលីងចំណែកសម្បកដែលសល់ក៏មិនត្រូវទុកចោលឲ្យខាតដែរតែច្រាំងបានប្រើដុំថ្មដំបំបាច់សម្បកដូងនេះហើយគឺជាសាច់ដូងដែលតែច្រាំងចង់បាននៅតាមមាត់ឆ្នេរមានដើមដូងជាច្រើនតែច្រាំងចង់បេះបន្ថែមខ្លះទុកសម្រាប់ធ្វើជាស្បៀងបំរុងប៉ុន្តែពេលដើរមកដល់ក្រោមគល់ដូងទើបដឹងថាដើមដូងនៅទីនេះមានកម្ពស់ខ្ពស់ស្មើនឹងអគារពី5ទៅ6ជាន់ឯណោះប្រកាសណាស់គាត់មិនអាចឡើងទៅរួចឡើយតែច្រាំងបានសាកល្បងគប់ដុំថ្មឡើងលើប៉ុន្តែវាច្បាស់ជាវិធីមួយដែលស៊ីកម្លាំងខ្លាំងណាស់
មនុស្សតែងតែនិយាយថាទៅដល់ណាក៏មានវិធីដោះស្រាយដែរតែច្រាំងចៃដនរើសបានដាំឫស្សីមួយមានប្រវែងវែង 2-3 ម៉ែត្រគាត់ក៏ជ្រើសរើសដាំដុំទាបមួយដើម្បីចាប់ផ្ដើមធ្វើសកម្មភាពបន្ទាប់ពីខំប្រឹងមួយសន្ទុះចុងក្រោយក៏បេះបានផ្លែដូងស្រស់មួយផ្លែប៉ុន្តែនៅមិនទាន់ឈប់នៅឡើយទេតែច្រាំងបន្តប្រើដាំឫស្សីដើម្បីបេះដូងទៀតកាយវិការរបស់គាត់ក៏កាន់តែស្ទាត់ជំនាញឡើងមិនយូរប៉ុន្មានគាត់ប្រមូលបានដូងរាប់សិបគីឡូក្រាមទឹកដូងដ៏ផ្អែមត្រជាក់ប្រាកដជាភេសជ្ជៈបំបត្តិការស្រេកទឹកបំផុតនៅលើកោះចំណែកទឹកដូងដែលនៅសល់ត្រូវបានចាក់ចូលទៅក្នុងដបទាំងអស់ដើម្បីរក្សាទុកទឹកដូងពេញមួយដបនឹងមានភាពងាយស្រួលជាងមុនសម្រាប់ផឹកនៅពេលក្រោយនៅទីនេះលេចចេញនៅតំបន់ផ្ទាំងថ្មចោះដ៏ធំមួយតែច្រាំងបានយកខ្សែសន្ទូចមកទីនេះដើម្បីស្ទូចត្រីឯនុយស្ទូចត្រីគឺគាត់រើសបាននៅលើឆ្នេរខ្សាច់គាត់អង្គុយស្ទូចអស់រយៈពេលជាង10នាទីប៉ុន្តែគ្មានត្រីណាមួយមកខំនុយសោះប្រហែលជាដោយសាររលកនៅតំបន់ថ្មប៉ព្រះទឹកធំពេកតែច្រាំងបានបដូរទៅប្រើផ្លែសន្ទូចប្រភេទផ្សេងវិញគាត់ទៅស្វែងរកកន្លែងដែលមានរលកស្ងប់ជាងនេះដូចជាកំពង់ផែចាស់ដែលគេបោះបង់ចោលនៅលើកោះគឺជាទីតាំងស្ទូចត្រីដ៏ល្អមួយនៅទីនេះតែច្រាំងស្ទូចបានត្រីតូចមួយក្បាលយ៉ាងលឿនរួមជាមួយនឹងត្រីមាន់តូចមួយប៉ុន្តែតែច្រាំងហាក់បីដូចជាមិនចាប់អារម្មណ៍នឹងវាឡើយបន្ទាប់មកគាត់ស្ទូចបានត្រីមួយក្បាលទៀតមានទំហំធំជាងមុនទោះបីមើលទៅស្អាតខ្លាំងណាស់ប៉ុន្តែក៏មិនសូវមានតម្លៃប្រើប្រាស់ជាក់ស្ដែងប៉ុន្មានដែរតែច្រាំងមានអារម្មណ៍ថានៅលើកោះនេះបើចង់ស្ទូចបានត្រីធំគឺពិបាកហួសពីការស្មានគ្រាន់តែហៅថ្ងៃហៅខ្យល់នៅខាងក្រៅអស់កន្លះថ្ងៃស្បែកតែច្រាំងបានប្រែជាខ្មៅស្រអាប់ទៅហើយតែមួយប៉ព្រិចភ្នែកសោះគាត់ត្រូវរត់ទៅជ្រកនៅក្រោមផ្ទាំងថ្មមួយអាកាសធាតុនៅលើកោះដាច់ស្រយាលនេះគឺប្រែប្រួលលឿនខ្លាំងណាស់ជួនកាលក្តាមហៅថ្ងៃខ្លោចស្បែកជួនកាលមានភ្លៀងធ្លាក់មកយ៉ាងជោគជាំនៅទីនេះមានថ្មប៉ព្រះទឹកលេចក្នុងទឹកជាច្រើនតែច្រាំងរើសបានខ្ចីសមុទ្រធំមួយក្បាលបើស្ទូចត្រីមិនបានទេមានតែរើសខ្ចីយកទៅសើញ៉ាំតាមនឹងចុះអាហារពេលល្ងាចថ្ងៃនេះចាត់ទុកថាមានហើយបន្ទាប់មកគឺបង្កាត់ភ្លើងដើម្បីចម្អិនអាហារពេលល្ងាចក្រោយពេលភ្លៀងរួចវត្ថុធាតុទាំងអស់សុទ្ធតែសាមជោគតែច្រាំងសម្រាប់ចិត្តអាឈើយកភ្លើងគាត់ប្រើកាំបិតចិត្តបន្ទះឈើមួយបន្ទាប់មកប្រើដៃបង្វិលបន្ទះឈើនោះយ៉ាងលឿនគាត់កោសយកកំទេចឈូកឈើដាក់លើគំនរនុយភ្លើងរួចបន្តអាឈើដោយដៃយ៉ាងលឿនដើម្បីបង្កើតភ្លើងនេះគឺជាដំណើរការដែលស៊ីកម្លាំងខ្លាំងបំផុតអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺគាត់ពិតជាបង្កាត់ភ្លើងបានសម្រេចដោយវិធីនេះមើលទៅហាក់ដូចជាសាមញ្ញមែនទេអ្នកទាំងអស់គ្នាក៏អាចសាកល្បងមើលបានដែរពេលមានភ្លើងនៅលើកោះដាច់ស្រយាលហើយគឺអាចចម្អិនអាហារពេលល្ងាចបានគាត់ដាក់ខ្ចៅតូចផ្ទាល់ទៅលើរងើភ្លើងដើម្បីអាំងទោះបីជាគ្រឿងផ្សំថ្ងៃនេះរាងសាមញ្ញបន្តិចប៉ុន្តែសុទ្ធសឹងតែជាគ្រឿងសមុទ្រមានគុណភាពបន្ទាប់ពីញ៉ាំឆ្អែតតែច្រាំងចាប់ផ្ដើមស្វែងរកកន្លែងដើម្បីធ្វើចម្រោកនេះគឺជាឆ្នេរខ្សាច់ពណ៌ខ្មៅមួយកន្លែងតែច្រាំងចាប់ផ្ដើមប្រមូលវត្ថុធាតុដើមដើម្បីធ្វើចម្រោកស្នាក់នៅគាត់ដាំឫស្សីមួយបញ្ឈរទៅក្នុងដីបន្ទាប់មកដាក់បន្ទះឫស្សីធ្វើជាគ្រោងសងខាងឃើញថាឫស្សីមិនគ្រប់គ្រាន់គាត់ក៏ទៅរើសឫស្សីបន្ថែមនៅតាមឆ្នេរបន្ទាប់មកកាយចម្រៅផ្នែកខាងក្នុងនៃចម្រោកបន្ថែមជាង10សង់ទីម៉ែត្រអ្វីដែលមើលទៅដូចជាភ្នោនេះគឺជាចម្រោកស្នាក់នៅរបស់គាត់ហើយគាត់ពន្យល់ថាហេតុអ្វីបានជាមិនធ្វើចម្រោកនៅកន្លែងត្រជាក់ស្រមោលហេតុផលគឺនៅក្បែរព្រៃឈើនៅពេលយប់នឹងមានមូសជាច្រើនដែលដឹងពីរឿងនេះប្រហែលជាមានតែអ្នកដែលមានបទពិសោធន៍រស់រានមានជីវិតនៅលើកោះដាច់ស្រយាលច្រើនដូចតែច្រាំងពេលនេះប៉ុណ្ណោះក្រុមចម្រោកត្រូវបានធ្វើរួចរាល់តែច្រាំងទៅរកស្លឹកឈើស្ងួតបន្ថែមដើម្បីគ្រប់ពីលើដើម្បីបញ្ចប់ការសាងសង់ចម្រោកវាអាចធ្វើឡើងសាមញ្ញបែបនេះឯងសម្បកកង់ឡានដែលគេបោះចោលនេះអាចយកមកធ្វើជាកៅអីអង្គុយបានចម្រោកនេះត្រូវបានធ្វើឡើងយ៉ាងទាន់ពេលវេលាឲ្យតែមិនមានភ្លៀងធ្លាក់ខ្លាំងគឺមិនបាច់បារម្ភអ្វីឡើយទីធ្លាខាងក្នុងគឺធំទូលាយគួរសមល្មមសម្រាប់មនុស្សធំម្នាក់គេងសម្រាប់បានបើបង្កាត់ភ្លើងមួយទៀតនៅខាងមុខគឺល្អឥតខ្ចោះឆ្លៀតពេលដែលព្រះអាទិត្យមិនទាន់លិចតែច្រាំងមានគម្រោងទៅរុករកតាមមាត់សមុទ្រនៅតាមមាត់សមុទ្រមានស្បែកជើងផ្ទាត់ដែលគេបោះចោលជាច្រើនតែច្រាំងឃើញមួយគូណាដែលពេញចិត្តក៏រើសយកមកពាក់ក្រៅពីសម្រាមដែលគេបោះចោលនៅអាចរើសបានដូងទៀតផងមុនពេលស្វែងរកអាហារផ្សេងទៀតផ្លែដូងទាំងនេះគឺជាប្រភពអាហារដ៏មានតម្លៃបំផុតរបស់គាត់តែច្រាំងចាប់ផ្ដើមដើរគ្រប់ទីកន្លែងដើម្បីរកដូងរើសបានផ្លែណាក៏កាប់ផ្លែនោះភ្លាមដូងទាំងនេះមិនសូវមានទឹកច្រើនទេប៉ុន្តែឲ្យតែវាមិនទាន់ស្អុយរលួយគឺនៅតែអាចញ៉ាំបានបន្ទាប់ពីបកសម្បករួចតែច្រាំងក៏យកដូងត្រឡប់មកវិញបច្ចុប្បន្នគាត់នៅមិនទាន់រកទឹកសាបបាននៅឡើយទេដូងតូចទាំងនេះគឺជាប្រភពទ្រទ្រង់ជីវិតរបស់គាត់នៅលើឆ្នេរខ្សាច់មានស្បែកជើងដែលគេបោះចោលជាច្រើនតែច្រាំងឃើញគូណាត្រូវចិត្តក៏ពាក់តែម្ដងថ្ងៃនេះមិនអាចបបបាញ់អាហារបានទេតែច្រាំងអាចញ៉ាំបានតែដូងសម្រាប់អាហារពេលល្ងាចជីវិតពេលយប់នៅលើកោះដាច់ស្រយាលពិតជាអផ្សុកណាស់ដូច្នេះតែច្រាំងសម្រេចចិត្តសម្រាកឲ្យបានលឿនបន្ទាប់ពីភ្ញាក់ពីគេងនៅថ្ងៃទី6តែច្រាំងត្អូញត្អែថាយប់មិនគេងយ៉ាងវេទនាបំផុតខ្យល់បក់យ៉ាងខ្លាំងពេញមួយយប់ខ្សាច់ចេះតែហោះចូលមាត់ជាប់រហូតអាហារពេលព្រឹករៀងរាល់ថ្ងៃនៅតែជាដូងដដែលនេះគឺជាផ្លែដូងចុងក្រោយរបស់តែច្រាំងគាត់ចោះរន្ធតូចមួយហើយសម្រេចចិត្តញ៉ាំពាក់កណ្ដាលទុកពាក់កណ្ដាលបច្ចុប្បន្នតែច្រាំងកំពុងស្ថិតនៅលើឆ្នេរខ្សាច់ពណ៌ខ្មៅទោះបីវាមិនស្អាតដូចឆ្នេរខ្សាច់ពណ៌មាសប៉ុន្តែឆ្នេរខ្សាច់ពណ៌ខ្មៅក៏មានភាពស្រស់ស្អាតដោយឡែករបស់វាដែរតែច្រាំងចាប់ផ្ដើមរុករកតំបន់ជុំវិញងាកក្រោយមកវិញក៏ប្រទះឃើញសត្វឆ្កែព្រៃពីរបីក្បាលដោយចៃដន្យរឿងនេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រោមដើមម្នះព្រៃសុទ្ធតែជាសម្រាមដែលគ្មានប្រយោជន៍តែច្រាំងរើសយកមកខ្លះថ្ងៃនេះអាកាសធាតុល្អណាស់តែច្រាំងចង់ធ្វើឧបករណ៍ចម្រោះទឹកមួយគាត់ជីករន្ធធំមួយនៅលើដីតែជាអកុសលពុកខ្មៅចាប់ផ្ដើមប្រមូលផ្ដុំគ្នាឧបករណ៍នេះមិនត្រឹមតែសម្រាប់ត្រងទឹកភ្លៀងប៉ុណ្ណោះទេថែមទាំងអាចចម្រោះយកទឹកសាបបានទៀតផងត្រឹមតែប៉ុន្មាននាទីខ្លីប៉ុណ្ណោះនៅលើថង់ប្លាស្ទិកចាប់ផ្ដើមលេចចេញនៅដំណក់ទឹក
ប៉ុន្តែប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេតែច្រាំងបានបេះស្លឹកឈើស្រស់ជាច្រើនយកមកដាក់ក្នុងរន្ធគាត់ចង់ទាញប្រយោជន៍ពីដំណើរការរំហួតទឹករបស់រុក្ខជាតិដើម្បីទាញយកទឹកសាបដោយពាក្យចាស់ពោលថារៀនវិទ្យាសាស្ត្រធម្មជាតិពូកែទៅដល់ទីណាក៏មិនខ្លាចដែរតែច្រាំងកាត់ដបជ័រជាពីរដាក់នៅចំកណ្ដាលដើម្បីត្រងទឹកសាបបន្ទាប់មកគ្រប់ថង់ផ្លាស្ទិកថ្លាពីលើរួចដាក់ដុំថ្មមួយនៅចំកណ្ដាលដើម្បីប្រមូលដំណក់ទឹកប្រសិនបើថ្ងៃណាមួយត្រូវជាប់គាំងនៅលើកោះដាច់ស្រយាលអ្នកទាំងអស់គ្នាក៏អាចរៀនពីវិធីនេះដើម្បីយកទឹកសាបបានដែរពេលនេះគ្រាន់តែអត់ធ្មត់រង់ចាំប៉ុណ្ណោះតែច្រាំងបន្តដើរចូលទៅជ្រៅក្នុងកោះដើម្បីធ្វើការរុករកគាត់ប្រទះឃើញដើមឈើមួយកំពុងតែហូរជ័រចេញមកយ៉ាងច្រើនមិនមែនដើមឈើផ្ដាសាយហើយហៀសម្បត្តិទេណាសារធាតុពណ៌ស្ខាបនេះគឺជាជ័រឈើនៅពេលរស់រានមានជីវិតក្នុងព្រៃធម្មជាតិអាចប្រើជ័រឈើដើម្បីបង្កាត់ភ្លើងឬធ្វើជាគប់ដុតបំភ្លឺបានឬប្រើសម្រាប់ជួសជុលទូកក្បូនជាដើមគាត់រើសបានដងចាស់មួយផ្លែជ្រុះនៅលើដីប៉ុន្តែមិនមែនដងចាស់ទាំងអស់សុទ្ធតែអាចញ៉ាំបានទេនៅលើកោះមានដើមម្នាក់ព្រៃជាច្រើនតាមពិតទៅស្នូលរបស់ពួកវាភាគច្រើនតែងតែមានដង្កូវក្រាគួរឲ្យស្ដាយដែលតែច្រាំងមិនបានដឹងពីរឿងនេះតែច្រាំងត្រឡប់មកជំរុំវិញក៏ឃើញថាឧបករណ៍ចម្រោះចាប់ផ្ដើមប្រមូលបានទឹកសាបហើយបច្ចុប្បន្នគាត់នៅសល់តែទឹកដូងកន្លះដបប៉ុណ្ណោះវាគឺជាប្រភពទឹកសាបចុងក្រោយដែលនៅសេសសល់ប៉ុន្តែតែច្រាំងសម្រេចចិត្តផឹកវាឲ្យអស់ព្រោះគាត់មានឧបករណ៍ដែលកំពុងតែប្រមូលទឹកសាបរួចទៅហើយតែច្រាំងមានបំណងបង្កាត់ភ្លើងមុននៅលើកោះដាច់ស្រយាលវិធីដែលពេញនិយមបំផុតគឺការអាចឈើយកភ្លើងក្រៅពីនេះអាចប្រើប្រាស់ដបកែវដើម្បីប្រមូលផ្ដុំពន្លឺព្រះអាទិត្យនិងបង្កាត់ភ្លើងតែច្រាំងញីសរសៃសម្បកដូងឲ្យបែកសរសៃតូចនិងងាយឆេះជាងបន្ទាប់មកគាត់គ្រាន់តែប្រើដបកែវប្រមូលផ្ដុំពន្លឺព្រះអាទិត្យដើម្បីបង្កាត់ភ្លើងគាត់កាន់ដបកែវក្នុងរបៀបនេះប្រមូលផ្ដុំពន្លឺថ្ងៃទៅលើគំនរនុយភ្លើងមិនយូរប៉ុន្មានក៏ឃើញផ្សែងហុយឡើងវិធីនេះមានប្រសិទ្ធភាពជាងការអាចឈើយកភ្លើងឆ្ងាយណាស់ហើយជួយសន្សំកម្លាំងបានច្រើនទៀតផងតែច្រាំងបង្កើតរងើកភ្លើងបានយ៉ាងលឿនគ្រាន់តែផ្លុំថ្នមក៏អាចបញ្ឆេះនុយភ្លើងបានមានភ្លើងហើយគឺអាចចម្អិនអាហារបានតែច្រាំងទៅតំបន់ថ្មប៉ព្រះទឹកដើម្បីរកគ្រឿងសមុទ្រនៅលើផ្ទាំងថ្មមានខ្ចីសមុទ្រតូចជាច្រើនប៉ុន្តែប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់ឲ្យឆ្អែតទេក្តាមសមុទ្រមួយក្បាលបានតាក់ទាញចំណាប់អារម្មណ៍របស់គាត់តែច្រាំងចាប់វាដោយដៃទេបានសម្រេចពុករួមជាមួយខ្ចៅតូចមួយចំនួនប៉ុន្តែប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ឡើយបើខ្វះប្រូតេអ៊ីនគឺមានតែយកដើមដំបងយ៉ាមកបំពេញបន្ថែមតែច្រាំងត្រឡប់មកជំរុំវិញដើម្បីពិនិត្យមើលឧបករណ៍ចម្រោះនៅក្នុងដបជ័រគឺប្រមូលបានទឹកសាបពី3ក្អឹបសម្រាប់តែច្រាំងនេះគឺជាភាពជោគជ័យមួយគាត់ប្រើទឹកសមុទ្រដើម្បីស្ងោរខ្ចៅរួចដាក់ក្តាមទៅលើរងើកភ្លើងដើម្បីអាំងគ្រឿងផ្សំអាហារពេលល្ងាចថ្ងៃនេះរៀងប្លែកបន្តិចគឺគ្រឿងសមុទ្របន្តិចបន្តួចរួមជាមួយបន្លែព្រៃខ្ចៅមានទំហំតូចណាស់តែច្រាំងប្រើផ្លែសន្ទូចឆ្កេះយកសាច់ខាងក្នុងចេញមកអាចចាត់ទុកត្រឹមតែជាអាហារសម្រន់ប៉ុណ្ណោះគាត់មិនដាច់ចិត្តផឹកទឹកសាបដែលប្រមូលបានទាំងអស់ទេម្ដងហ៊ានតែក្រេបមួយក្អឹបតូចប៉ុណ្ណោះអូខេវីដេអូថ្ងៃនេះដល់ត្រឹមនេះហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ពី channel ផងដើម្បីទស្សនាវីដេអូរស់រានមានជីវិតនៅលើកោះដាច់ស្រយាលជាច្រើនទៀត